ឆ្នាំ2026ខាងមុខនេះនឹងមានរឿងអ្វីកើតឡើងខ្លះនៅលើពិភពលោកទាំងអស់នេះគឺជាការទូទាយទុកមុនរបស់លោកយាយបាបាវ៉ាន់កាមុននឹងគាត់ស្លាប់ទៅការទូទាយដំបូងគេរបស់លោកយាយបាបាវ៉ាន់កាក្នុងឆ្នាំ2026នេះគឺសង្គ្រាមលោកលើកទី3នឹងបានផ្ទុះឡើងហើយការផ្ទុះសង្គ្រាមលោកលើកទី3នេះលោកយាយបាបាវ៉ាន់កាបាននិយាយថាគឺវាបណ្ដាលមកពីការលោភលន់មហិច្ឆតានៃអំណាចការឈ្លានពាននិងការអួតសម្ញែមសភាវុធទំនើបផ្សេងៗរបស់ប្រទេសមហាអំណាចមួយចំនួនដែលអាចឈានទៅរកការផ្ទុះអាវុធនុយក្លេអ៊ែរដែលធ្វើឲ្យមានវិនាសកម្មនៅលើពិភពលោកផងដែរដោយអ្នកនរគ្នាឃើញស្រាប់ហើយសង្គ្រាមខ្មែរថៃមិនទាន់ចាប់ស្រួលបួផងឥឡូវក៏មានសង្គ្រាមរវាងតៃវ៉ាន់និងប្រទេសចិនថ្មីៗនេះផងដែរហើយការទូទាយរបស់លោកយាយបាបាវ៉ាន់កាទី2នោះគឺគ្រោះមហន្តរាយនៃធម្មជាតិដែលលោកយាយបាននិយាយថានឹងមានការផ្ទុះភ្នំភ្លើងដ៏ធំសម្បើមចេញពីបាតសមុទ្រដែលយើងទាំងអស់គ្នានឹកស្មានមិនដល់ដែលអាចធ្វើឲ្យប្រទេសមួយចំនួនលិចលង់នៅក្នុងបាតសមុទ្រផងដែរហើយប្រទេសនោះខ្ញុំសង្ឃឹមថាជាប្រទេសសៀមចុះទី3ដែលលោកយាយបានទូទាយគឺការបម្រែបម្រួលអាកាសធាតុដែលយើងទាំងអស់គ្នានឹកស្មានមិនដល់ប្រទេសដែលធ្លាប់តែក្តៅហួតហែងប្រែមកទៅជាទឹកកកហើយប្រទេសដែលធ្លាប់តែរងាធ្លាក់ព្រិលនិងមានភ្នំទឹកកកបែរក្លាយទៅជាក្តៅនិងរលាយភ្នំទឹកកកអស់រលីងទី4នៃការទូទាយរបស់លោកយាយគឺការរីកចម្រើនខ្លាំងនៃប្រព័ន្ធ AI ដែលការរីកចម្រើននៃវិទ្យាសាស្ត្រប្រព័ន្ធ AI នេះធ្វើឲ្យមនុស្សគ្រប់គ្នាភាគច្រើនងាយស្រួលហើយក៏មានភាគច្រើនរងទុក្ខផងដែរដោយប្រព័ន្ធ AI នេះមានសមត្ថភាពពិសេសវៃឆ្លាតលើសពីមនុស្ស AI អាចព្យាបាលមនុស្សបានអាចព្យាបាលជំងឺដែលយើងនឹកស្មានមិនដល់ព្យាបាលតែមានចំណុចមួយដែលខ្ញុំថាមនុស្សគ្រប់គ្នារងទុក្ខដោយសារ AI នោះគឺការ scam របស់ AI អញ្ចឹងយើងគ្រប់គ្នាគួរតែជៀសវាងនិងប្រយ័ត្នគ្រប់ពេលវេលាទី5ទ្រព្យសម្បត្តិដែលមានតម្លៃបំផុតនៅក្នុងឆ្នាំ2026ដែលលោកយាយបានទូទាយនោះគឺមាសនិងគ្រីបតូហើយមាសនិងគ្រីបតូនេះផងដែរលោកយាយបាននិយាយថាមនុស្សដែលធ្លាប់តែនៅចំណុច0អាចឈានទៅដល់ចំណុចកំពូលក្នុងមួយប្រព្រឹត្តផ្នែកចំណែកឯមនុស្សដែលធ្លាប់តែមានកប់កំពូលក៏អាចធ្លាក់មកដល់បាតផងដែរអញ្ចឹងយើងទាំងអស់គ្នាគួរតែប្រយ័ត្នហើយក្នុងចំណុចនេះផងដែរលោកយាយបាបាវ៉ាន់កាបានបន្ថែមថាមនុស្សកុំឲ្យមើលងាយមនុស្សហើយទ្រព្យសម្បត្តិដែលរឹតតែមានតម្លៃជាងមាសនិងគ្រីបតូនោះគឺភាពស្មោះត្រង់និងក្តីស្រឡាញ់លោកយាយបាបាវ៉ាន់កានិយាយថាក្នុងឆ្នាំ2026នេះសម្បូរទៅដោយមនុស្សខ្លាំងគឺមនុស្ស fake នឹងឯងទាំងអស់គ្នាអញ្ចឹងបើយើងទាំងអស់គ្នាមានភាពបរិសុទ្ធស្មោះត្រង់នៅក្នុងខ្លួនក៏ជាទ្រព្យសម្បត្តិដ៏មានតម្លៃផងដែរចង់បានចិញ្ចើមក្រាស់សក់ក្រាស់ស្អាតដោយអ្នកសម្រាយរឿងបកប្រែរឿងដែរទេកុំភ្លេចស្រោមអេឡាហ្វាបណ្ដុះចិញ្ចើមនិងសក់ពូកែលេខ1ទំនាក់ទំនង inbox មកឡើយនេះបានណាជាផលិតផលចេញពី clinic ស្បែកក្បាលប្រទេសអូស្ត្រាលីដែលនាងខ្ញុំប្រើផ្ទាល់អស់រយៈពេល5-6ឆ្នាំមកហើយតែម្នាក់មួយទៅមិនសាក់មិនដឹងតោះមកស្ដាប់រឿងយើងតហើយទី7រត់តែពិសេសទាំងអស់គ្នាលោកយាយបាបាវ៉ាន់កាបាននិយាយថានឹងមានទំនាក់ទំនងរវាងមនុស្សក្រៅភពមកភពផែនដីរបស់យើងចំណុចនេះគឺតាក់ទងមែនតើសម្រាប់ខ្ញុំពីព្រោះខ្ញុំចូលចិត្តអេលៀនទាំងអស់គ្នាហើយលោកយាយបានបន្ថែមទៀតថានៅពេលដែលសង្គ្រាមលោកលើកទី3ហ្នឹងណាគឺដោយថាលឺសំឡេងខ្លាំងផ្ទុះទៅដល់អេលៀនមកចេះទាំងអស់គ្នាហ្នឹងនៅក្នុងវីដេអូដែលគេនិយាយតគ្នាមកហ្នឹងណាដែលធ្វើឲ្យអេលៀននិងសភាវៈមានជីវិតនៅភពក្រៅអាចដឹងឮនៃភពផែនដីរបស់យើងហើយចុះមិនមកជួយមនុស្សនៅលើភពផែនដីអញ្ចឹងពួកយើងទាំងអស់គ្នាមានតែចាំមើលទេទាំងអស់គ្នាហើយនៅពេលដែលស្ដាប់ការទូទាយរបស់លោកយាយហើយទាំងអស់គ្នាកុំភ័យកុំកេងភ័យកុំអីយើងនៅតែទៅរៀនរកស៊ីធ្វើការធម្មតាទៅទាំងអស់គ្នាហើយលោកយាយបាបាវ៉ាន់កាមុននឹងគាត់ស្លាប់ទៅនិយាយទៅគឺគាត់ទូទាយដល់ឆ្នាំ5000ហើយឆ្នាំ5030ជាងនឹងគឺជាវិនាសកម្មនៃភពផែនដីនឹងត្រូវរលាយប៉ុន្តែឥឡូវខ្ញុំសុំនិយាយមួយឆ្នាំសិនចាំ2027ខ្ញុំចេញវីដេអូប្រាប់ទៀតឲ្យអ្នកនរគ្នាដឹងបើយើងនិយាយសរុបចឹងខ្លាចអ្នកនរគ្នាភ្លេចអញ្ចឹងខ្ញុំនឹងអាប់ដេតរាល់ឆ្នាំប្រាប់អ្នកនរគ្នាតាមលោកយាយបាបាវ៉ាន់កាមុននឹងគាត់ស្លាប់ទៅហ្នឹងអ្នកនរគ្នាគឺគាត់តែងតែនិយាយថាឲ្យមនុស្សទាំងអស់គ្នាព្យាយាមធ្វើតែល្អទៅមិនថាជាតិសាសនាណាទេអញ្ចឹងមានតែទង្វើល្អនិងភាពស្មោះត្រង់របស់យើងទេដែលអាចជួយយើងបានអ្នកនរគ្នាមិនថាសង្គ្រាមលោកលើកទី3គ្រោះធម្មជាតិឬក៏ជំងឺរាតត្បាតអីទេទោះជាលោកយាយគាត់ជាជនជាតិប៊ុលហ្គារីខ្ញុំអត់ដឹងថាគាត់ជាសាសនាអីទេប៉ុន្តែគាត់នៅតែពំនាំឲ្យអ្នកទាំងគ្នាធ្វើសេចក្តីល្អទៅដើម្បីឲ្យព្រះជួយអញ្ចឹងណាទាំងគ្នាយើងសាសនាអីគឺព្រះសាសនាហ្នឹងឯងដែលជាអ្នកការពារយើងជួយយើងអញ្ចឹងណាទាំងគ្នាហើយខ្ញុំសូមនិយាយទៀតទាំងគ្នានៅពេលដែលបានស្ដាប់ក្នុងឆ្នាំ2026នេះហើយកុំគិតថាខ្ញុំបង្អើឬក៏អីទាំងគ្នានេះគឺជាការបកប្រែពីលោកយាយបាបាវ៉ាន់កាមកផ្ទាល់ទាំងគ្នាហើយដូចខ្ញុំនិយាយអញ្ចឹងទោះជាអ្នកគ្នាគិតថាឆ្នាំ2026នេះស្ដាប់ទៅវារន្ធត់មែនប៉ុន្តែយើងនៅតែព្យាយាមរៀនជាពិសេសពីព្រោះថាផ្នែកវិទ្យាសាស្ត្រគឺជឿនលឿនខ្លាំងហើយយើងនៅតែរកស៊ីធ្វើការដូចធម្មតាហើយនឹងមានសេចក្តីស្មោះត្រង់ចេញពីចិត្តនឹងគឺជាអស់មានស
ស្ត្រូវហើយឆ្នាំ2026នេះក៏មានការទស្សន៍ទាយពីតុក្កតា Simpson ផងដែរបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំនិយាយពីតុក្កតា Simpson ហ្នឹងអាច comment នៅខាងក្រោមវីដេអូនឹងបានអរគុណដល់អ្នកគ្នាដែលបានរងចាំទស្សនាពីដើមដល់ចប់ហើយសង្ឃឹមថាអ្នកគ្នាចូលចិត្តហើយខ្ញុំនឹងដកស្រង់រឿងចម្លែកៗនៅលើពិភពលោកពីការទស្សន៍ទាយរបស់អ្នកល្បីៗអ្នកទាំងអស់គ្នាបានស្ដាប់កំសាន្តទៀតបាយបាយជួបគ្នាវីដេអូក្រោយ